បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះយើងមកជួបគ្នាជាមួយនឹងវីដេអូថ្មីទៀតហើយពាក់ព័ន្ធជាមួយនឹងបច្ចេកទេសការប្រើប្រាស់រថយន្តព្រុសថ្ងៃនេះខ្ញុំចង់និយាយពី ABS របស់រថយន្តខ្ញុំផ្ទាល់បងប្អូនណាបាទអញ្ចឹងសម្រាប់រថយន្តខ្ញុំនេះបាទ ABS គឺដូរបានជាងជិត2ឆ្នាំតាំងពីឆ្នាំ2024ខែឧសភាបាទ2024ខែឧសភាហើយថ្ងៃនេះបាទគឺថ្ងៃទី7ខែមេសាបាទជិតបាន2ឆ្នាំហើយវាមានបញ្ហាមួយបាទបញ្ហាហ្នឹងគឺបញ្ហាលាន់សំឡេងខុសប្រក្រតីនៅក្នុងរថយន្តបងប្អូនកំពុងទៅបើកបរហ្នឹងវាលាន់ជ្រែកហើយវាលាន់ជ្រែកទៀតប៉ុន្តែវាអត់លាន់ទុកដូចកាលពី ABS ខ្ញុំមុនដូរហ្នឹងគឺវាលាន់ទុកដែលវាចិត្តខូចអញ្ចឹងណាលាន់ដូចមន់កាយបដាគោអីចឹងអាហ្នឹងគឺនៅក្នុងរថយន្តរបស់យើងហ្នឹងតែលើកនេះគឺវាមានសំឡេងច្រែកអញ្ចឹងបងប្អូនមកមើលទៅលើលក្ខខណ្ឌមួយទៀតដែលបង្ហាញថា ABS របស់ABS របស់បងប្អូនដូចជារបស់ខ្ញុំហ្នឹងគឺវាកំពុងតែវិវត្តទៅរកការខូចការជួសជុលអញ្ចឹងណាបាទអញ្ចឹងបងប្អូនទៅមើលអស់គ្នាខ្ញុំមានអីខ្លះមកចែកបងប្អូនថ្ងៃនេះបាទអញ្ចឹងពេលដែលយើងធម្មតាយើងបើកសោបងប្អូនយើងគ្រាន់តែកាន់សោហើយយើងចុចលើទ្វារនេះគឺឡានរបស់យើងអាចបើកទ្វារនេះបានហើយមែនទេតើវាបើកហើយបងប្អូនដឹងធម្មតាគឺលាន់សំឡេង ABS ច្រែកនៅក្នុងនឹងមួយអញ្ចឹងខ្ញុំបើកគម្របម៉ាស៊ីនខាងមុខបងប្អូនមកពិនិត្យមើលកន្លែងនេះបន្តិចណាចេះមើលនេះចាំតិចបងគឺដាក់ឲ្យទ្វារស្រួលបួសិនបងប្អូនមកមើលកន្លែងកឡោភេងនេះបងប្អូនអញ្ចឹងកឡោភេងនេះបន្ទាប់ពី ABS វាលោតច្រែកហើយកឡោភេងហ្នឹងគឺវាធ្លាក់មកនៅត្រឹម maximum ណាអញ្ចឹងមានថាវានៅត្រឹមកំណត់ត្រឹមត្រូវមួយកាលពីខ្ញុំផ្លាស់ប្ដូរ ABS ដំបូងបងប្អូនគឺនៅត្រឹមនឹងរហូតអត់មានឡើងអត់មានចុះទេគឺវានៅប៉ុណ្ណឹងរហូតហ្មងណាបាទអញ្ចឹងឥឡូវបងប្អូនមើលទៅលើបន្ទាប់ពីលាន់សំឡេងប្លែកហើយបងប្អូនមកអង្កេតមើលទៅលើប្រេងហ្វ្រាំងហ្នឹងវិញម្ដងបាទប្រេងហ្វ្រាំងហ្នឹងថាតើប្រេងហ្នឹងមានអីកាត់ឡើងអញ្ចឹងមិញនៅលើកណ្ដុះមិនតិចទេឥឡូវបងប្អូនមើលណាចាំមើលมันវាឡើងទៅយ៉ាងម៉េចអញ្ចឹងខ្ញុំទុកកាមេរ៉ានេះចោលជូនបងប្អូនមើលថាតើរយៈពេលប៉ុណ្ណាដែលវាឡើងឬក៏វាស្រកយ៉ាងម៉េចអញ្ចឹងណាឥឡូវវាឡើងសឹមចិត្តផុតអក្សរ X ហើយម៉ាក់ហ្នឹងចិត្តផុតហើយអញ្ចឹងមានន័យថា ABS នេះបងប្អូនបាទលឺសំឡេងទៀតហើយអញ្ចឹងលឺសំឡេងនេះគឺវាបូមស្រកមកវិញក្រុម X ក្រុមម៉ាក់នេះវាមិននៅត្រឹមពាក់កណ្ដាលម៉ាក់នេះថាពាក់កណ្ដាលម៉ាក់នៅត្រឹមគេដាក់ថាកម្រិតប្រេងត្រឹមត្រូវណាបាទអញ្ចឹងបងប្អូនជួយមើលចាំបន្តិចទៀតជួយវាឡើងទៅវិញអាការៈនេះគឺបង្ហាញថា ABS បងប្អូនហ្នឹងគឺត្រៀមចូលជាងទៀតហើយអញ្ចឹងកាលណាវាស្រែកលើស្រែកខុសធម្មតាបងប្អូនគឺយើងត្រូវតែធ្វើការអង្កេតវាហើយត្រៀមយកវាទៅពិភាក្សាជាមួយជាងហើយជាងនឹងឯងបើនៅខាងខ្ញុំជនបទកំហរមានជាងណាដែលយើងពិភាក្សាគ្នាទៅត្រូវណាគោលដៅទី1គឺគេច្រើននិយាយថា ABS នៅតាមជនបទហ្នឹងគេមិនសូវដែលជួសជុលទេគេច្រើនតែដូរថ្មីហើយគោលដៅទី2កាលណាដូរទៅវាអស់លុយតែម្ដងយើងប្រើបានគេកំហរឃើញមានដូរឲ្យខូចភ្លាមអញ្ចឹងណាបាទអញ្ចឹងឥឡូវខ្ញុំដូរមកបានជិត2ឆ្នាំហើយអត់ដែលមានបញ្ហាទេបងប្អូនប៉ុន្តែបញ្ហាគឺទៅប្រហែលមួយថ្ងៃពីរមុននេះដែលខ្ញុំជិះទៅស្រុកទៅលេងស្រុកមកវិញក៏រថយន្តហ្នឹងវាលាន់សំឡេង ABS ហ្នឹងប្លែកអញ្ចឹងកាលណាប្លែកខ្ញុំក៏មកធ្វើការអង្កេតមើលទៅលើទៅលើកម្រិតប្រេងក៏ដូចជាការស្ដាប់សំឡេង ABS ហ្នឹងណាអញ្ចឹងក៏អង្កេតឃើញថាប្រេងហ្នឹងគឺនៅពេលបងប្អូនមើលមិញពេលវាលាន់សំឡេងម្ដងវានៅអាប្រេងហ្នឹងគឺវានៅពាក់កណ្ដាលម៉ាក់ឥឡូវវាឡើងស្មើលើម៉ាក់អញ្ចឹងខ្ញុំទុកចោលមកបន្តិចទៀតអត់កាត់អត់អីទេបងប្អូនថាតើរយៈពេលប៉ុណ្ណាដែល
ប្រេង ABS នេះឡើងទៅលើវិញមានន័យថា ABS របស់យើងលែងចិត្តហើយគឺវាត្រៀមចូលជាងទៀតហើយបងប្អូនបាទអញ្ចឹងអ្នកប្រើប្រាស់រថយន្តព្រុសបាទបើយើងនិយាយទៅវាសន្សំចៃក៏ពិតមែនប៉ុន្តែ ABS មួយដូរកាលពីខ្ញុំដូរ$680ជាងបាទ680ដូរស្បែកដូរស្បែកមុខស្បែកក្រោយអញ្ចឹងទៅក៏វាធ្វើឲ្យABS របស់យើងហ្នឹងបាទប្រេងរបស់យើងហ្នឹងគឺប្រើបានប៉ុណ្ណឹងបាទអញ្ចឹងបងប្អូនសម្រាប់ឡានព្រុស0409គឺទូទៅខូចញឹកញាប់ជាងគេមាន2ចំណុចហ្នឹងគឺបូមទឹកហើយនិង ABS ហ្នឹងអញ្ចឹងបងប្អូនអើយធ្វើម៉េចទ្រាំទៅគាត់ថាវា hybrid រៀងសំចាញ់តិចលើកាលនេះសាំងឡើងថ្លៃផងបើកុំបានវាហ្នឹងដឹងទៅប្រឡោះណាទេបងប្អូនណាអញ្ចឹងជាទៅទ្រាំជីសិនណាបាទទ្រាំជីសិនឥឡូវបងប្អូនមើលព្យាយាមមើលរយៈពេលជាង5នាទីប្រេងវានៅស្មើនឹងម៉ាក់បងប្អូនចាំមើលបន្តិចទៀតចាំមើលប៉ុន្មាននាទីដែលវានឹងវាឡើងផុតហ្នឹងប៉ុន្តែគាត់ថាខ្ញុំអង្កេតមើលទៅវាលែងស្មើទៀតហើយបងប្អូនគឺវាចាប់ផ្ដើមឡើងលើសពីអ្វីដែលយើងចង់បានណាបាទធម្មតាបើវាឡើងប៉ុណ្ណឹងអត់អីទេបងប្អូនប៉ុន្តែវាឥឡូវវាចាប់ដើមវាចូលរយជាងដល់ចូលរយជាងវាចាប់ដើមឡើងប្រេងហ្នឹងទៅឡើងទៅគឺទៅយើងអ្នកដែលប្រើបងប្អូនប្រើឡានផ្សេងគេចង់ប្រៀបធៀបថាទៅលើលក្ខខណ្ឌនៃការប្រើដោយបាឡែនឆ្លាមកូឡាអីចឹងវាប្រភេទឡានមាន ABS ដូចគ្នាប៉ុន្តែវាអត់ទៅជាមានបញ្ហាពាក់ព័ន្ធជាមួយនឹងកំហួយអស់ហ្នឹងទេតែយន្តព្រុសនេះវិញគឺប្រឈមខ្លាំងមែនទែនថែទាំទាំងប្រេងហ្វ្រាំងថែទាំទាំងទឹកស្អំបាទច្រើនមុខហើយអ្វីដែលវានៅតែខូចគឺនៅតែខូចទៅដែរទេវាមិនអាចជៀសផុតបានទេអញ្ចឹងឥឡូវវាឡើងមកលើម៉ាក់បន្តិចហើយប្រេងចាប់ផ្ដើមរយៈពេល6នាទីបងប្អូនអញ្ចឹងបន្ទាប់ពីវាលឺហើយលឺមួយសាទៀតអញ្ចឹងគឺជាង6នាទីបងប្អូនចាំមើលវាឡើងទៅទៀតឬក៏យ៉ាងម៉េចបាទប៉ិនបើតាមខ្ញុំស្មានមើលណាបាទបើវាលឺញឹកញាប់អញ្ចេះវាដឹងទៅឡើងទៅទៀតហើយអញ្ចឹងខ្ញុំដាក់កាមេរ៉ានាទីនេះដើម្បីឲ្យដឹងថាតើវានឹងឡើងទៅទៀតកម្ពស់ណាទៀតចែកបងប្អូនមើលទាំងអស់គ្នាហើយបងប្អូនយើងអ្នកប្រើគឺវាប្រឈមតែប៉ុណ្ណឹងអញ្ចឹងធ្វើម៉េចបើយើងវាទៅអញ្ចឹងហើយក៏តាមតាណាធៀមទៅលុយជួសជុល400ជាង500ជាងទៅតាមគុណភាពទៅតាមជាងបាទនៅបើនៅទីក្រុងប្រហែលជាធូរថ្លៃបាទនៅទីក្រុងឃើញគេផុសក្នុង page អីបងប្អូនមើល ABS តម្លៃទៅប្រហែល400ឯណា400ទៅ500បើនៅខាងជនបទខ្ញុំគ្មាន4ទៅ5ទេបងប្អូនអើយច្បាស់ជា5 6 7បាទ500ទៅ700បាទចន្លោះហ្នឹងអញ្ចឹងគឺវាថ្លៃបាទថ្លៃច្រើនជាងបងប្អូនដែលនៅទីក្រុងជនបទហ្នឹងគឺថ្លៃហើយវាយវ៉ាន់អញ្ចឹងណាវាយវ៉ាន់ខ្លះក៏ត្រូវកំងពីទីក្រុងមកអញ្ចឹងទៅដូចកាលពីខ្ញុំដាក់ ABS អញ្ចឹងជាងគេកំងឲ្យមកគេធានាឲ្យមួយអាទិត្យដែរកាលនោះបាទអញ្ចឹងវាឡើងមកបងប្អូនមើលឥឡូវមើលគៀកតិចហើយនេះបាទឡើងផុតម៉ាក់ហើយបាទអញ្ចឹងមានថា ABS នេះវាលែងចិត្តហើយវាចង់និយាយថាវាអត់ចិត្តវានៅតែជ្រាបអញ្ចឹងណាដែលយើងប្រឈមនៅក្នុងការប្រើប្រាស់បងគាត់ថាវានៅប៉ុណ្ណឹងបងប្អូនប្រើគឺយើងនៅតែប្រើធម្មតាទេជន់ស៊ីធម្មតាអីធម្មតាអញ្ចឹងណាយើងប្រើរហូតដល់វាអាការៈមួយគឺអាការៈចេញសញ្ញាបាទសញ្ញាលោត ABS លោត brake ប៉ុន្តែនៅក្នុងករណីចេញសញ្ញាលោត brake ហ្នឹងក៏វាមានលក្ខខណ្ឌមួយដែរពេលខ្លះវាគ្រាន់តែស្ទះរុនតាមកង់ណាមួយក៏វាចេញសញ្ញាដែរយើងចូលជាងគេ scan មើលគេដឹងថាតើវាយ៉ាងម៉េចហើយ
ចឹងពេលដែលគេ scan ឬឃើញថាវាមានបញ្ហាខុសប្រក្រតីកង់ណាគេជ្រាលបាទគេជ្រាលប្រេងហ្វ្រាំងហ្នឹងទៅឲ្យប្រេងហ្នឹងវារត់សອບទៅកន្លែងហ្នឹងទៅគឺវាលែងគាំងទៀតយើងអាចប្រើបានវិញតាមតាណាចឹងទៅហើយលក្ខខណ្ឌមួយទៀតពេលដែលវាលោសញ្ញាហ្នឹងហើយយកទៅឲ្យ scan មើលជាង scan រួចថាអូអាហ្នឹងខូចហើយมันអាចជួសជុលបានទេអញ្ចឹងលក្ខខណ្ឌមាន2ទៀតបាទជួសជុលឬក៏អត់បាទបងប្អូនជួសជុលគឺយើងចំណាយលុយ5 600បាទ6 700អញ្ចឹងទៅបងប្អូនអត់ជួសជុលទេជិះសិនទៅបាទប៉ុន្តែហ្វ្រាំងគឺជាប្រព័ន្ធសុវត្ថិភាពសម្រាប់រថយន្តណាបើបងប្អូនអត់ជួសជុលទេវាគ្រោះថ្នាក់គឺគ្រោះថ្នាក់យើងអ្នកប្រើប្រាស់រថយន្តនឹងឯងអញ្ចឹងយើងត្រូវតែជួសជុលបាទអញ្ចឹងត្រូវជួសជុលបខំចិត្តជួសជុល5 600ហើយបងប្អូនខ្លះជួសជុលធូរថ្លៃ 4-500 ដល់ពេលរួចទៅអ្នកខ្លះល្អមួយខែអស់2អីដល់ ABS បាទជួនកាលមួយឆ្នាំអស់2 ABS អញ្ចឹងដែរអញ្ចឹងឃើញថាវាចុះដែរណាប៉ុន្តែបើយើងទិញត្រូវអីវ៉ាន់ហ្នឹងយើងទិញត្រូវក៏វាបានយូរអញ្ចឹងដែរជាងខ្លះគាត់ដាក់អីវ៉ាន់មកធម្មតាអីវ៉ាន់ហ្នឹងវាអត់មានថ្មីបងប្អូនដឹងស្រាប់ហើយអញ្ចឹងកាលណាបោះមកទឹកវាអាចនឹងប្រឈមនឹងការខូចទៅវិញអញ្ចឹងគេធានាឲ្យកន្លែងខ្លះគេធានា1ខែកន្លែងខ្លះធានា3ខែកន្លែងខ្លះធានា6ខែអីចឹងទៅបើសិនជាមានបញ្ហាអីគេដូរឲ្យគេជួសជុលឲ្យថ្មីឡើងវិញ free អញ្ចឹងណាគាត់ថារបស់វាយកមកប្រើវាតែងតែអញ្ចឹងបានថាយើងប្រឈមនៅតែប្រឈមដដែលបងប្អូនឥឡូវវាឡើងផុតហើយបាទផុត mark ដល់លើហើយអញ្ចឹងរយៈពេលជាង8នាទីបាទជាង10នាទីបាទគឺវាឡើងផុត mark អញ្ចឹងបើសិនជាយើងបិទកំហូបចោលហើយយើងទុកចោលវាអាចនឹងឡើងខ្ពស់ជាងនេះបាទហ្នឹងទៅតាមកម្រិតនៃការហូរចូលក្នុងគីឡូប្រេងវិញណាបងប្អូនណាអញ្ចឹងបង្ហាញថា ABS នេះគឺវាចិត្តមានបញ្ហាអញ្ចឹងដំណោះស្រាយទី1គឺមានតែដូរប្រេងហ្វ្រាំងចោលសិនបាទដូរប្រេងហ្វ្រាំងចោលសិនហើយជិះមើលសិនបាទយើងធ្វើការអង្កេតមើលបើសិនជាដូរប្រេងហ្វ្រាំងហើយនៅតែលន់សំឡេងខុសប្រក្រតីនៅតែឡើងកម្រិតប្រេងហ្វ្រាំងនេះឡើងខ្ពស់ដដែលទេអាហ្នឹងយើងមានតែជិះតាមដំណើរហ្នឹងរហូតដល់វាខូចដូរ ABS តែម្ដងឬក៏បើអាចទៅរកជាងណាដែលជំនាញបងប្អូនឃើញ Facebook មានច្រើនណាជាងស៊ើបមើលជាងណាដែលគេជំនាញយើងទៅរកជាងហ្នឹងទៅណាដើម្បីសុវត្ថិភាពបងប្អូនណាយើងធ្វើម៉េចបើវាអញ្ចឹងឥឡូវឃើញថាឡើងផុតទៅហើយអញ្ចឹងអត់មានទេបងប្អូនបាទសម្រាប់វីដេអូហ្នឹងគឺមានប៉ុណ្ណឹងអញ្ចឹងសម្រាប់បងប្អូនដែលបាទចូលថ្មីជួយចុច like subscribe ម្នាក់មួយផងបងប្អូនឥឡូវខ្ញុំចង់បង្ហាញគឺបង្ហាញហើយមានន័យថា ABS ប្រើបានជិត2ឆ្នាំបាទមានបញ្ហានេះហើយអញ្ចឹងបងប្អូនដូរថ្មីប្រហែលជាមិនអីទេបងប្អូនខ្លះគាត់ប្រើគាត់អត់ដែលចាប់អារម្មណ៍ជួនកាលគាត់គិតថាវាមិនអីវាអត់លោតសញ្ញាអីណាប៉ុន្តែបងប្អូនត្រូវតែអាសាពិនិត្យមើលថាតើវាមានសញ្ញានេះយ៉ាងម៉េចខ្លះវាឡើងប្រេងយ៉ាងម៉េចខ្លះវាលន់សំឡេងយ៉ាងម៉េចខ្លះដើម្បីសុវត្ថិភាពបងប្អូនធៀមទុកជាមុនយើងដឹងថាពេលមានបញ្ហាយើងត្រូវដោះស្រាយយ៉ាងម៉េចចំពោះ ABS អញ្ចឹងណាបាទអញ្ចឹងសម្រាប់វីដេអូនេះគឺមានប៉ុណ្ណឹងអរគុណបងប្អូនដែលបានចូលតាមដានទស្សនាជួបគ្នាវីដេអូក្រោយផងដែរបាយបាយ